មានដំណើរតទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនដាក់លិខិតស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុតិធធលោកកើតរិទ្ធត្រួតពិនិត្យការកាត់ទោសលោកឡើងវិញបន្ទាប់ពីតុលាការកំពូលសម្រេចតម្កល់ទោសលោកមិនឲ្យចូលរួមបោះឆ្នោតមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតនិងមិនឲ្យធ្វើនយោបាយរយៈពេល5ឆ្នាំរួមនឹងផ្ដន្ទាទោសដាក់ពន្ធនាគារ4ឆ្នាំប៉ុន្តែឲ្យនៅក្រៅឃុំរយៈពេល3ឆ្នាំជាការសាកល្បងប៉ុន្តែប៉ុណ្ណោះការដាក់លិខិតនេះក៏ដើម្បីជំទាស់ទៅនឹងវិធានហាម5មួយចំនួនរបស់តុលាការកំពូលដែរដែលបានហាមមិនឲ្យលោកធ្វើដំណើរចេញពីរាជធានីភ្នំពេញនិងមិនឲ្យជួបជុំក្នុងវេទិកាសាធារណៈរយៈពេល3ឆ្នាំដែរការដាក់លិខិតនៅក្រសួងយុតិធធនេះធ្វើឡើងនៅព្រឹកថ្ងៃទី1ខែកក្កដាដោយលោករងឈុននិងអ្នកគាំទ្ររបស់លោកប្រមាណជាង10នាក់ពួកគាត់ស្នើឲ្យក្រសួងយុតិធធបដិសេធចោលនៅសារដីការបស់តុលាការកំពូលដោយថាការចោទប្រកាន់លោកពីបទញុះញង់គឺគ្មានអង្គហេតុច្បាស់លាស់ហើយផ្ទុយពីមាត្រា34 35និងមាត្រា40នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងពីការធានាសិទ្ធិពលរដ្ឋត្រូវតែពិនិត្យសាវនាការឡើងវិញហើយទី2ស្នើឲ្យបដិសេធចោលទាំងស្រុងអ្វីដែលមិនស្របទៅនឹងរដ្ឋធម្មនុញ្ញបាទដូចជាករណីសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះគេបោះឆ្នោតសិទ្ធិធ្វើនយោបាយហើយនឹងការដែលដាក់បំរាមមិនឲ្យខ្លែងមិនឲ្យចូលរួមវេទិកាហើយបំរាមមិនឲ្យដើរចាក់ចេញពីរាជធានីភ្នំពេញវាមិនស្របទៅនឹងអ្វីដែលមានការធានានៅក្នុងរដ្ឋធម្មនុញ្ញលោករងឈុនបន្តទៀតថាបន្តទៀតយើងចាំមើលលទ្ធផលតើក្រសួងលោកសម្រាប់បែបម៉េចវិជ្ជមានអវិជ្ជមានអានឹងយើងដើរមកជំហានទៀតគឺអង្គព្រះមហាក្សត្រដែលជាព្រះរាជប្រធានឧត្តមក្រុមប្រឹក្សាអង្គចក្រមបាទអញ្ចឹងយើងសូមឲ្យព្រះអង្គធ្វើអន្តរាគមន៍បន្តទៀតតែបើថាព្រះអង្គអន្តរាគមន៍លទ្ធផលបែបម៉េចអានឹងយើងនឹងដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញឲ្យធ្វើការបកស្រាយអ្នកគ្រប់គ្រងលោករងឈុនទទូចឲ្យក្រសួងយុតិធធសាររើសំណុំរឿងនេះឡើងវិញដោយថាទីប្រឹក្សាគណៈបកកម្លាំងជាតិរូបនេះមិនបានអនុវត្តផ្ទុយពីច្បាប់នោះឡើយខ្ញុំសំណុំពរឲ្យតែដោះលែងគាត់ឲ្យមានសេរីភាពឲ្យដើរតាមគណៈបកកម្លាំងជាតិអន្តរគាត់តែប៉ុណ្ណឹងពលវិជានារីគាត់ពេញចិត្តគណៈបកកម្លាំងជាតិម្ល៉េះហើយមនុស្សជាតិច្រើនគឺត្រូវតែដើរតាមគាត់ខ្ញុំគាត់តែចង់ឃើញឲ្យតុលាការនិងក្រសួងយុទ្ធភ័ពនេះទម្លាក់ចោលបទចោទមកលើគាត់ដើម្បីឲ្យគាត់មានសេរីភាពក្នុងការធ្វើនយោបាយខ្ញុំជាពិសេសខ្ញុំចង់ឃើញគាត់ធ្វើនយោបាយចង់ឃើញគាត់ឈរជាប្រធានគណៈបកដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគាត់មន្ត្រីអង្គការជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាត6លោកយីសុកសានមានប្រសាសន៍ថាយោងតាមរដ្ឋធម្មនុញ្ញកម្ពុជានិងកតិកាសញ្ញាផ្សេងការចោះជួបពលរដ្ឋនិងការរិះគន់ពីភាពអសកម្មពីសំណាក់លោករងឈុនគឺជាសិទ្ធិសេរីភាពបញ្ចេញមតិជាមូលដ្ឋានដែលមានធានាដោយច្បាប់ពាក់ព័ន្ធទៅនឹងការរដ្ឋបတ်មួយដែលមិនឲ្យគាត់ធ្វើនយោបាយនេះគឺជាការសម្លាប់អាជីពផនគាត់ហើយរដ្ឋាភិបាលគួរតែស្នើសុំទៅទូចទៅអាចស្នើសុំទៅអង្គព្រះមហាក្សត្រដើម្បីឲ្យលើកលែងទោសឲ្យគាត់បានចូលរួមធ្វើនយោបាយវាជាការល្អជាងនៅពេលដែលស្ថានភាពប្រទេសយើងកំពុងតែវឹកវរដោយសារតែមានបញ្ហាវិវាទជាមួយប្រទេសថៃនេះបាទឲ្យតែមានដង្ហើមនៅតែដកយើងនៅតែមានសង្ឃឹម